ម៉ាក់កូនចៅចិនរបស់ខ្ញុំគេបានអួតថាផ្ទះគេសបោមនទៀនណាបើមកលេងមិនខ្វះទេម្ហូបឥឡូវមកដល់ផ្ទះគេគឺថាពិតជាសបោដូចគេអួតមែនថាកុំឲ្យអួតតែអួតមកដល់អញ្ចឹងហើយក៏មិនមកទៅឯងដែរនេះសិតតែភ្ញៀវសំខាន់ឥឡូវភ្ញៀវមកដល់ពេញផ្ទះហើយតែបាត់ម្ចាស់ផ្ទះមិនឃើញអូខាងនេះឃើញហើយម្ចាស់ផ្ទះតូចកូនប្រុសរបស់គេគេលេងឈុតធម្មជាតិតែម្ដងដល់ហើយកូនប្រុសរបស់គេនេះធំឡើងម៉ែឪត្រៀមចាំទៅដោះស្រាយជាមួយកូនកំមុំគេទៅហើយម្ចាស់ផ្ទះគេនៅខាងនោះចាំមើលគេបានម្ហូបអីទទួលភ្ញៀវណោះវាចាយចេញវិចិត្ររឿងម្ហូបរឿងមហាអីសូមសរសើរអ្នកខ្លែមែនតើគឺពួកគាត់បកកែច្នៃប្រឌិតមុខម្ហូបណាស់ហើយពិសេសនោះគឺគាត់ចេះជួយគ្នាណាមាន2នាក់ជួយគ្នាធ្វើ2នាក់មាន3នាក់ជួយគ្នាធ្វើទាំង3នាក់ម្នាក់នៅផ្ទះបើចេះជួយធ្វើម្ហូបប្រពន្ធបានតែប៉ុណ្ណឹងមិនដឹងប្រពន្ធស្រឡាញ់យ៉ាងណាទេតែមានឯណាពេលខ្លះគ្រាន់តែប្រពន្ធប្រើទិញស្កបបិជែកហ្នឹងក៏អ៊ូមុខកញ្ញោដែរពេលខ្លះសត្វថាប្រើនោះប្រើប្រហែលឯងនឹងកូនវាហើយចឹងអីគឺថាសំមុខហើយដែលប្រពន្ធតបថាអាណាបៅអញអានឹងកូនអញហើយនិយាយលេងទេបាទសុំទោសមិត្តខាងនារីផងឥឡូវងាកមកមុខម្ហូបយើងវិញកដិមសែបអួតសុទ្ធតែមន់សុទ្ធតែទាតែដល់ពេលធ្វើចេញគ្រឿងក្នុងជ្រូកវិញដល់កងាងហ្មងនិយាយលេងទេបាទមិននឹកស្មានថាម្ចាស់ផ្ទះគេធ្វើម្ហូបច្រើនមុខទទួលយ៉ាងនេះទេគេមានគ្រឿងក្នុងជ្រូកមន់ហើយនឹងទាហើយជាទាកប៉ាទៀតផងហើយសម្រាប់ទាកប៉ាគេគ្រោងធ្វើ3មុខមានកបលៈគ្រឿងអាំងម្ជូរគ្រឿងហើយនឹងមួយទៀតដុតចំហុយទាំងមូលតែម្ដងចាំមើលលទ្ធផលយ៉ាងណាណោះដូចនិយាយពីខាងដើមអញ្ចឹងអ្នកក្លែមគឺថាបកកែច្នៃមុខម្ហូបណាហើយនេះណែជាលទ្ធផលនៅលើជ្រុញហើយនៅក្នុងចាននេះគឺល្មមទេតែពិសេសគឺមួយនេះទាកប៉ាដុតទឹកដូងរសជាតិនិយាយថាអយអ៊ូយតែម្ដងមកពេលនេះគឺថាសុំមកអស់ដៃហើយសម្រាប់តែអាម៉ាក់ខ្ញុំនេះគឺនៅបាក់ខែងផ្លូវជាតិលេខ 6A ទេចន្លោះស្ពានទី9ស្ពានទី10អីដែលចាប់អារម្មណ៍នៅផ្ទះគេនេះគឺថាដីគេពិតជាធំមែនតែនហើយនៅជាប់ផ្លូវជាតិទៀតនេះបើសិនជាវាយចេញវិញមិនដឹងជាបានថ្លៃយ៉ាងណាទេនិយាយលេងទេបាទសុំទោសផងម្ចាស់ផ្ទះសម្រាប់វីដេអូកំសាន្តនេះគឺមានតែប៉ុណ្ណឹងទេបាទអរគុណសម្រាប់ការទស្សនាសូមមានសំណាងល្អគ្រប់គ្នា